យើងអង្គុយត្រូវតែតាមដានតែដង្ហើមចេញចូលមួយយ៉ាងប៉ុណ្ណោះធម្មជាតិរបស់ចិត្តគឺជាធម្មជាតិដែលរបឹសចិត្តរបស់យើងម្ដងរត់ទៅនេះម្ដងរត់ទៅនោះប្រៀបដូចជាកូនគោលដែលពុំទាន់ខ្លោះដូច្នោះដែរពេលខ្លះវារត់ទៅរកអតីតកាលពេលខ្លះវារត់ទៅរកអនាគតកាលវាមិនចង់នៅជាប់នឹងខ្លួនយើងនោះទេព្រោះវាជាធម្មជាតិដែលមិនទាន់វឹកហាត់ដូច្នេះការវឹកហាត់ចិត្តយើងត្រូវយកសតិដើម្បីមកតាមដានវាមិនត្រូវខឹងវាច្របល់ចិត្តជាមួយវានោះទេយើងគ្រាន់តែតាមដានថាអូចិត្តនេះវាកំពុងតែរត់ទៅរកអតីតកាលហើយរត់ទៅរករឿងនោះហើយដូច្នេះយើងទាញវាឲ្យមកត្រឡប់ជាប់នឹងដង្ហើមចេញដង្ហើមចូលរបស់យើងវិញការវឹកហាត់បែបនេះទាមទារនៅពេលវេលានិងការអត់ធ្មត់យើងត្រូវតែបណ្ដោយអ្វីឲ្យទៅតាមធម្មជាតិពីព្រោះថាក្នុងសភាពរាងកាយចិត្តរបស់យើងគឺអ្វីសុទ្ធតែជាធម្មជាតិទាំងអស់ចេញក៏ដឹងចូលក៏ដឹង